Good morning, everyone. We are going hiking today. Sunshine outside, so very nice. អរុនសួស្តីបងប្អូន Hello ជំរាបសួ ថ្ងៃ រប នេះ ងប្ យើ អូ ង ន ឡើងភ្នំ យើងដើរឡើង ដើរ ភ្នំ ឡើង បង ភ្ ប្ នំ អូនថ្ងៃនេះក្រៅវាក្តៅល្អថ្ងៃហ្នឹងដល់អញ្ចឹង ណែ នាំគ្នាចង់ដើរហាត់ប្រាណតិចបងប្អូន មើល នាំគ្នាដើរឡើងភ្នំបន្តិចទៅហើយណាជួបខ្ញុំនៅជើងភ្នំបងប្អូនទស្សនាជើងភ្នំអូខេជំរាបលា Hello បងប្អូនមកជួបខ្ញុំហើយមកដល់ជើងភ្នំហើយបងប្អូនឥឡូវជើងភ្នំឡើងទៅKnock Mountain អរដល់ជើងភ្នំឥឡូវចាប់ផ្ដើមដើរឡើងហើយបងប្អូនមានឡានច្រើនណាបងប្អូនតែមាននៅព្រលឹមដែរប្រហែលជាម៉ោង10ព្រឹកហើយចាប់ផ្ដើមឡើងនោះឡើងដល់លើនោះបងប្អូនឡើងដល់លើនោះឡើងដល់លើនោះទៅតាមហ្នឹងអូមើលបងមានចុចឡានបិទទេ ដើរឡើងនេះបងប្អូនឡើងទៅលើហ្នឹងដាក់ mountain bike trail condition cold fair poor close អូខេឥឡូវយើងចាប់ដើមដើរឡានតាមនេះហ៎នេះបងប្អូនទស្សនាជាមួយខ្ញុំបងប្អូនឡើងទៅដល់នឹងមាន view ស្អាតណាមើលពីលើចុះមកឃើញទន្លេឥឡូវយើងចាប់ដើមឡើងស្មានហ្នឹងមានគេដាក់ចុះមកវិញហើយនេះបងប្អូនដើរឡើងតាមហ្នឹងគួបន្តតាមមកឲ្យតាន់ខប់តាមអូនមក
ai toàn khắp tam ôn mà hello kiểm tra và to tiết đấy lang và to tiết toàn đòn lưới lang chọn đi lang tới chọn đi miền Tây cho nên bằng pôn miền Tây cho nên nói chuyện lang ngày nó thay đau lõ bằng ngày sau thì bằng pôn chẳng mình được chơi cái langผมไว้ไม่เพลิผมไว้เชิญจังcáiจังนาเพลิกรุบอะไรนู่นสัตว์มันนึกจับปลาลากันเลยนี่บองบองสปินนี่อะไรเนี่ยกำจัดได้cái thơนี่ทำไมมือแต่เชิญนี่ตั้งดังไงเนี่ยเชิญนี่ทำไมพวกอะไรนี่ได้จีบตัวไปดังจังแต่ไปเรียงละcái thứ cầm chả đau ấy rồi có ai về làเป็ดđã cho hồ bình lang phật chả đá này chẳng đoạn từng hầm chẳng rất phụ khoản bà bác kê này tục mà choan đi muối bong phôn nơi lớn tiệt mưa bị dú xã đó bong phôn mới chọt tới hơn tôi cái làng thì tới ta khăn cái làng ta khăn lấy dương mưa ta thì muối mưa bị dú xanh nếu mà view bong bóng hay mưa tẹt đang cốm mưa tôi kháng tẹt đang chọn một tật hay cái mình cái cho họ dương đã xây màu để trong chụp sầm rạ nhằm mà hộp ấy nó khi tôi nhằm lên nó sorry
dương bạch đào tờ phật thế ba bạch châu tờ nông thế tầm nãy dương nơi lang tờ tiệt nè bông ôn phơi ní cái đa lang tờ lơ tiệt phơi ní đa lang tờ lơ tầm nãy thì mùi nở lơ và ta lơ khiêm đá tờ một tắc khiêm đá phơi ní khiêm tờ một tắc tờ một tờ lê chẳng hay tầm nãy lơ khiêm mặt bàn lang khiêm tờ lang tờ phơi ní bình đâm bay khiêm tờ chuột bông ôn nở một tờ lê phơi ní lang tờ lơ bàn tại em trong non một ôn tơ mưa một tờ lê nơi cái lại nó vẫn tịnh miền cho đá đi chập đầm ná từ mình to cho tơ một tờ lê nè đấy đá tầm một tờ lê khá nó lang tờ lơ bảo hồn lang tờ lơ tầm nặng thì mùi nở lơ nè bảo hồn nồng mắc phô haประมาณឆ្នាំមុនបងប្អូនមើលទៅឆែឡើងអស់ឆែឡើងការចំណាននោះដូចជាប្រហែលជា3ឆ្នាំ3 4ឆ្នាំមុនហ្នឹងឆែឥឡូវអត់តន់ដុះវិញផងមើលហើយឆ្លេះកាលនោះឆែហើយនៅខាងត្រយខាងនោះនៅខាងនេះភ័យខ្លួនដែរកាលនោះឆែខ្លាំងមែនដើមឈើវាអាចខ្យល់បកមកឆ្លងមកដល់ជាងពាក់កណ្ដាលទន្លេនៅខាងនេះហើយនៅខាងនេះភ័យខ្លាចឆ្លងមកដល់ឆែអាខាងនេះទៀតហើយឆេះសាហាវហ្មងកាលចំណងឆេះសាហាវឃើញបងប្អូនមើលទៅភ្នំប្រមាណឆេះឡើងតងោលអស់ហ្នឹងឆេះឡើងលីងមកជួវាហ្នឹងទៅហើយកាលនោះពួកដែលកសែតគេថតហើយគេដាក់ចូលក្នុងទូរទស្សន៍ឃើញភ្លើងហោះមកក្រោយមកខាងនេះមួយភ័យអ្នកដែលនៅខាងនេះភ័យហើយមក view ស្អាតណាទន្លេហើយប៉ះមេឃឯនេះមានថ្ងៃហើយមើលទៅពណ៌ទន្លេស្អាតនោះបងប្អូនមើលទៅឃើញស្អាតទេស្អាតណាស់បងប្អូនហើយមើលទៅហើយប៉ះខែនេះលើខែហ្នឹងខែទៅខែ3មិនតាន់ដាច់ខែ3ផងនៅមកទឹកទេមកដាច់ខែ3 2026ហើយស្អាតតិចអត់តន់មានណាគេលេងទឹកតក់តន់លេងទឹកបានទេបងប្អូននៅនេះតិចហើយមើលបាយខាងក្រោយនេះខាងក្រោយយើងនេះខាងក្រោយនេះលេខភ្នំខ្ពស់មែនតើមកឲ្យស្អាតដំណាក់ទី1ដល់បងប្អូនខ្ញុំចង់ឡើងលើដំណាក់ទី1ឡើងទៅលើនោះទៅដល់លើឃើញមានផ្ទះកញ្ចុះមួយនៅលើអានោះចង់បង្អស់ឲ្យបងប្អូនមើលចង់ដៃរបស់ខ្ញុំនៅលើកពូលមានឃើញផ្ទះមួយជ្រុងផ្ទះមួយណាផ្ទះសំណើដែរគេហៅផ្ទះបង្ហាសាលាឆោទៀនម៉ែថាសាលាឆោទៀននៅលើនឹងមួយអាហ្នឹងលើកពូលហើយបន្ទាប់ពីហ្នឹងយើងអាចចុះមកវិញនេះបងប្អូនផ្ទះគេនៅជាប់នឹងមាត់ទន្លេជើងភ្នំសិតតែផ្ទះគេនៅមួយជួរហ្នឹងសិតតែផ្ទះគេនៅហ្នឹងដល់អានោះប្រហែលជាដូចជាអស់ហើយពីព្រោះទៅដល់ហ្នឹងវាគៀកមាត់ទន្លេខ្លាំងអត់ទៅសល់ដីមិនអាចសង់ផ្ទះបានដល់ពេលអញ្ចឹងផ្ទះហ្នឹងបានតែត្រឹមហ្នឹងប្រហែលជាសរុបទៅគៀនហ្នឹងប្រហែលជា4-10ខ្នងផ្ទះហ្នឹងតែផ្ទះអស់នេះជាប់មាត់ទន្លេនេះបងប្អូនមិនបាច់ទេថ្លៃហើយបញ្ចុះពីនោះដល់នោះទៅដល់ចុងខាងនោះហើយនោះទៅមកខាងនោះអានេះផ្ទះនៅចុងដល់ចុងខាងនេះចុងខាងនោះអស់ហើយពីព្រោះអីវាអែនណាវាដូចអស់ហើយដល់កន្លែងដីគេអត់សង់បានទៀតតែនេះវាសល់ជាប់ជើងភ្នំមានសល់មានដីខ្លះអាចសង់ផ្ទះបានទៅដល់នោះគៀកទឹកគៀកនឹងជើងភ្នំតែម្ដងតែអញ្ចឹងអត់ថតបានអត់សង់បាន
នេះជួបខ្ញុំនៅពាក់ចកេះភ្នំនៅពាក់កណ្ដាលផ្លូវអត់តឡើងដល់ទៅដល់ទីដៅនៅទៀតបងប្អូននៅដល់ពាក់កណ្ដាលទៀតបានទៅដល់មាត់ទឹក ទលេខាងនោះទលេខាងនេះ តែមានមនុស្សគេដើរច្រើនបើលើបាំងភ្នំបងប្អូនបាំងភ្នំមួយថ្ងៃគឺនៅចំហៀងខាងស្ដាំដល់អញ្ចឹងវាទម្រះឡើងនៅចុះវាបាំងភ្នំមកយើងដើរនៅចកេះភ្នំដល់អញ្ចឹងវាអត់មានពលិថ្ងៃរៀងគិតទេបងប្អូនសូមអធិស្ឋានរៀងតែថាងឹតជាងពេលរៀងមានថ្ងៃវាអត់ភ្លឺ100 ម៉ែត្រអីហ្នឹងបងប្អូនពីព្រោះអីគេខ្លាចវាធ្លាក់មកប៉ះគេអ្នកដើរតែអ្នកដើរហាត់ប្រាណអញ្ចឹងខាំងមកកណាត់ហ្នឹងតែឥឡូវមកដល់មាត់ទឹកនេះតោះចុះដល់ក្រោមកន្លែងធុងសំ5ឥឡូវចាប់ដើមយកដើរទៅក្នុងវាមានតែផ្លូវគេដើរព័ទ្ធមកជុំអញ្ចឹងទៀតឆ្កែមកគូធំស្អាតពណ៌នេះដើរពីនេះចុះទៅមាត់ទឹកដើរពីនោះមកភាគច្រើនចុះទួលឥឡូវទីទៀតដើរទៅវិញហ្នឹងគឺឡើងទួលតែជាបងប្អូនពីពួកអីមិនវាបាំងពលឺថ្ងៃដល់អញ្ចឹងរៀងល្ងាដែរអ្នកតែគេរត់គេបាញ់យើងគេអត់ល្ងាយើងអត់រត់អានេះជ្រោះដែលនៅលើភ្នំដែលតាពាក់កាត់ចកេះភ្នំណាទលេនេះគេដើរទលេធំតែមិនកន្លែងគេឲ្យយើងនេះទេដល់ពេលខែក្តៅយើងអាចមកលេងទឹកចុះទឹកអីនេះលេងបានតែមិនកន្លែងគេឲ្យយើងមួយអីគាត់តែសម្រាប់អ្នកដើរភ្នំឲ្យគេមកគេចុះចិត្តតែឲ្យតិចឲ្យល្អមើលចុះមកលាងដៃលាងជើងឲ្យតិចតែពី3នាក់ឲ្យមកអង្គុយនេះឲ្យតិចហើយនេះផ្លូវនេះគេឡើងបងពីមុនផ្លូវនេះក៏អត់តន់ធ្វើទេណាអត់មានធ្វើអត់ដែលថ្មឡើងទេថ្ងៃមុនឡើងតែដីតែឥឡូវគេធ្វើថ្មដុំថ្មឲ្យឡើងហើយនេះមាត់ទន្លេឥឡូវមកដល់ទន្លេហើយមានអីនៅទន្លេទឹកនេះកំពុងពេញត្រជាក់ហើយមើលទៅអត់មានអ្នកចូលស៊ុយត្រីទេតើបងនោះនឹងបានអត់ណូមែនអូស៊ុយត្រីតានេះគេបើស៊ុយលេងតែមិនបានត្រីអីនៅនេះអូខានហ្គិនដើរតាមមាត់ទឹកគ្រោះតើនេះគេគ្រោះធម្មជាតិគេចាក់បងគេចាក់អាឆ្កែពីរមិញឲ្យចុះទឹកអូវាចេះចុះទឹកឥឡូវទៅទឹកឲ្យជោគណាគ្រោះវាចាក់ដើម្បីឲ្យពួកនឹងដើរមកកុំឲ្យឈឺព្រោះវាដូចប៉ះថ្មច្រើនពេកវាប្រហែលជាគេចាក់ហើយដើរឡើងទៅនេះវិញគេមានកៅអីឲ្យយើងអង្គុយសម្រាកដែរតាពេលយើងដាក់ហត់ទេយើងមកអង្គុយកៅអីនេះសម្រាកដើម្បីបន្តដំណើរទៀតហើយយើងដើរមកខាងនេះវិញកន្លែងនេះមកថតស្អាតប្រហែលឆ្នាំមុនខ្ញុំមកថតនៅនេះស្អាតviewស្អាតបានមុនយើងថតនៅជ្រោយខាងហ្នឹងឬក៏ខាងនោះ
ជាប់ឆ្កែខ្ញុំឆ្កែឡើងមកជាមួយគេណាស្ពេសទូចឡើងមកសាក់មើលមកបោះគេមើលតែឆ្ងាយណាឥឡូវយើងមកមើល view ស្អាតទេបងប្អូនមើលស្អាតទេតែខែនេះវាអត់ទាន់មានស្មៅមានដើមឈើអីលាស់ទេបងប្អូនវានៅខែ3តែប្រហែលជាខែ5អីស្មៅអីខៀវល្ងឹតវិញណាខែនេះនៅនៅតិច នៅដូចជាមាញ់នេះ ស្មៅដូចអត់ទាន់ដុះ មាញ់នេះដូចជា2 3 អត់ទាន់ដុះគៀវ ហ្នឹងមកនេះមាញ់នេះនៅ2 3ឥឡូវខែ3ចិត្តដាច់ហើយជាប់ selfie មួយបងប្អូន selfie ទាំងអស់ចង់ឲ្យបងប្អូនមើលកោះ